សួស្តីថ្ងៃនេះខ្ញុំចង់ណែនាំក្នុងការប្រើប្រាស់ VPN free នៅដែលយើងអាច add លើ Google Chrome ហើយ VPN ហ្នឹង free អញ្ចឹងដំបូងយើងបើកកម្មវិធី Google Chrome យើងចេះមកតបទៀតយើងចូលកន្លែង extension នេះ extension វិញនេះតបមកអូសមកខាងឆ្វេងមកយើងឃើញហើយជួរខាងក្រោមមានពាក្យថា visit Chrome Web Store អញ្ចឹងយើងចូលទៅក្នុងហ្នឹងមកតបមកមានកន្លែង search មួយខាងលើជាងវាយឈ្មោះថា browse VPN ខ្ញុំអានថា browse អ្នកខ្លះអាន browse អញ្ចឹងខ្ញុំថា browse VPN ចា៎អញ្ចឹងយើងវាយតែប៉ុណ្្នឹងមកវាលោតមកឲ្យយើងលើគេអញ្ចឹងយើងចុចលើវាមកបន្ទាប់មកយើងមើលមកខាងស្ដាំមានកន្លែងពាក្យថា add to Chrome អញ្ចឹងយើងចូលកន្លែងពាក្យ add to Chrome ចុចវាមកតមកវាសួរយើងវាឲ្យយើង cancel ឬ add extension អញ្ចឹងយើងយកពាក្យ add extension រងចាំបន្តិចសារអ៊ីនធឺណិតខ្ញុំមានយឺតអូខេឥឡូវ install លើ extension បានហើយបន្ទាប់មកយើងចូលកន្លែង extension នេះមកយើង pin វាយើងចុចឲ្យឡើងពណ៌ Q ចេះមកដើម្បីឲ្យវា load មកត្រង់នេះឲ្យវា load មកត្រង់នេះស្រួលមើលបន្ទាប់មកយើងចុច click លើរូបផែនដីហ្នឹងមកកម្មវិធីហ្នឹងមកបន្ទាប់មកហើយយើងចុច accept start VPN បន្ទាប់មកយើងជ្រើសរើសនេះយើងចង់យើងចង់យកប្រទេសណាមួយដូចជាឡាតវ៉ៃមានបារាំងមានប៉ូឡូញមានខ្ញុំអត់សូវស្គាល់ប្រទេសនេះ Netherlands មិនអត់ស្គាល់ខ្ញុំអានអត់ត្រូវសំទោសហើយមានសិង្ហបុរីមានអង់គ្លេសមាន United States អាមេរិកពីនឹងប្រទេសខាងក្រោមនេះគឺថា account premium ដែរតបង់លុយបានយើងអាចប្រើបានណាប្រទេសខាងក្រោមដាក់ premium នេះអញ្ចឹងដោយសារយើងប្រើ free ឥឡូវយើងយកបារាំងចុះស្រួលចំណាំយើងយកប្រទេសបារាំងទៅហើយតបមកយើងទុកវាចោលសិនមកយើងមកបើកតែនេះមានបាក់ទេវាអូតូទាំងអស់ហើយនឹងវា turn សំខាន់យើងមើលកន្លែងខាងក្រោមនេះមានពាក្យ turn on អញ្ចឹងមានពាក្យ turn on អញ្ចឹងមកច្បាស់ហើយវាឃើញអក្សរ FA នេះ FR ហ្នឹង FR នៅខាងលើហ្នឹងអញ្ចឹងយើងថយសិនមកយើងចូលទៅក្នុង YouTube ឬក៏ Facebook ដែលអ្នកទាំងអស់គ្នាប្រើប្រាស់ហ្នឹងចង់ប្រើមួយអីក៏បានដែរហ្នឹងអត់អីខ្ញុំឧទាហរណ៍ YouTube ស្រួលមើលឲ្យដឹងថានេះឲ្យដឹងថាវាជាប់អត់វាជាប់VPN ហ្នឹងវាទៅមែនអត់អញ្ចឹងខ្ញុំចូល YouTube ដោយសារអ៊ីនធឺណិតខ្ញុំយ៉ាង slow ចាំបន្តិចអូខេចាប់មកនេះជាប់ហើយនេះអ្នកទាំងអស់គ្នាមើលកន្លែងនេះកន្លែង FR អញ្ចឹងគឺជាប់ហើយ load FR ជាប់ហើយបើនៅខ្មែរយើងឃើញ KH ទៅនេះអក្សរទូចនេះឃើញ KH ហើយយើងប៉ុណ្ណេះយើងបានប៉ុណ្ណេះយើងបានន័យថាយើងកំពុងតែប្រើនៅឯបារាំងនៅប្រទេសបារាំងនេះវា load មកចេះបិទវាចោលចុះនេះវា recommend យើងឲ្យយើងបង់លុយយើងមិនក៏បានដែរយើងបិទវាចោលទៅអូខេនឹងមានប៉ុណ្ណឹងអញ្ចឹងពេលណាយើងដាក់អញ្ចេះខ្ញុំចង់ប្រាប់ពីនេះរបស់វាគុណប្រយោជន៍របស់វាទី1យើងបើថាយើងចងវាជាមួយតែឧទាហរណ៍ទៅ Chrome របស់យើងច្រើនអញ្ចឹងយើងចងជាមួយ Chrome ណា account ណាមួយ account Gmail យើងណាមួយគឺវាជាប់តែហ្នឹងទេយើងទៅបើក Chrome ផ្សេងវាអត់ជាប់ទេអញ្ចឹងណាវាអត់ជាប់ញ៉ៃទេអញ្ចឹងយើងមិនចាំបើក app អត់បាច់តឡើង app លើ PC របស់យើងទេនិយាយខ្លីគឺយើងតឡើងវានៅលើ Chrome របស់យើងដែលយើងប្រើប្រាស់
ចឹងប្រើ account ណាក៏បានហើយcái account មួយអាចប្រើឧទាហរណ៍ថាយើងមាន account Chrome 5 ឬ 6 Chrome 5 ឬ 6 គឺយើងដាក់មួយនៅអាមេរិកមួយនៅបារាំងក៏បានមួយនៅហើយសិង្ហបុរីទៀតចឹងទៅមានប្រទេសផ្សេងទៀតចឹងមានតែប៉ុណ្្នឹងអរគុណកុំភ្លេចជួយ subscribe channel ខ្ញុំផងអរគុណច្រើន